ខ្ញុំគឺជាមនុស្សម្នាក់ដែលមិនធ្លាប់ធ្វើដំណើរតែម្នាក់ឯងពីមុនមកទេប៉ុន្តែខ្ញុំបានសម្រេចចិត្តធ្វើដំណើរតែម្នាក់ឯងបន្ទាប់ពីបានមើលរឿងមួយដែលមានឈ្មោះថា Into the Wild តែរឿងនេះគឺនិយាយអំពីជីវិតពិតរឿងពិតរបស់លោក Christopher McCandless ដែលគាត់បានចាក់ចែងពីជីវិតធម្មតារបស់គាត់ដើម្បីស្វែងរកនិងស្វែងយល់អំពីអត្ថន័យនៃជីវិតដោយផ្សារភ្ជាប់ជាមួយនឹងធម្មជាតិThe all passenger train at 5 minutes more we are to Kampot station. Thank you. ហើយតាមរយៈការធ្វើដំណើរមួយនេះវាបានជំរុញឲ្យខ្ញុំធ្វើការសម្រេចចិត្តក្នុងការធ្វើដំណើរតែម្នាក់ឯងហើយគោលដៅដែលខ្ញុំជ្រើសរើសក្នុងការធ្វើដំណើរមួយនេះគឺទៅកាន់ខេត្តកំពតតាមរយៈដំណើរកម្សាន្តម្នាក់ឯងនេះខ្ញុំបានស្វែងយល់ពីខ្លួនឯងជាងមុនពីភាពខ្លាំងពីភាពខ្សោយដែលខ្ញុំមិនធ្លាប់ដឹងពីមុនមកខ្ញុំបានស្គាល់ខ្លួនឯងជាថ្មីនៅពេលដែលនៅម្នាក់ឯងដែលខ្ញុំបានស្ដាប់អំពីចិត្តរបស់ខ្លួនឯងនិងទទួលយកនូវអារម្មណ៍ទាំងអស់ខ្ញុំបានយល់ថាភាពឯកាមិនមែនជាគ្រោះថ្នាក់ទេតែវាជាវិធីដែលល្អក្នុងការស្វែងរកខ្លួនឯងពិតប្រាកដពេលខ្លះខ្ញុំមានអារម្មណ៍ថានៅពេលដែលនៅម្នាក់ឯងដូចជាបាត់បង់អ្វីមួយប៉ុន្តែខ្ញុំបានស្វែងយល់ថាការធ្វើដំណើរតែម្នាក់ឯងវាគឺជាចំណុចដ៏សំខាន់ក្នុងការរីកចម្រើនខ្ញុំបានយល់ថាខ្ញុំអាចទុកចិត្តលើខ្លួនឯងបានខ្ញុំអាចស្វែងរកសេចក្តីសុខនិងភាពស្រស់ស្អាតពេលដែលខ្ញុំទទួលយកខ្ញុំជាខ្លួនខ្ញុំ